ក្តៅកគុកស្ថានភាពនៅពេលនេះនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃកំពុងតែមានស្ថានភាពកាន់តែក្តៅខ្លាំងសម្ដេចតេជោហ៊ុនសែនលោកកំពុងតែតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់បំផុតហេតុដូចនេះបងប្អូនជឿជាក់លើថ្នាក់ដឹកនាំយើងជឿជាក់លើរាជរដ្ឋាភិបាលក្រសួងការពារជាតិលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុចិតាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅថ្ងៃនេះថានៅថ្ងៃទី8ខែធ្នូឆ្នាំ2025នេះយោធាថៃបានបើកការវាយប្រហារមកផ្សារជាថ្មីមកលើកងកម្លាំងកម្ពុជាចាប់ពីវេលាម៉ោងប្រមាណ 5:04 នាទីព្រឹកការបើកការវាយប្រហារនេះធ្វើឡើងនៅក្នុងតំបន់អានសេះនៅតំបន់ប្រាសាទព្រះវិហារនៅ5មករានៅចំការជែកនៅមុំ3នៅភ្នំខ្មោចនៅគោ8នៅប្រាសាទតាក្របីនិងនៅប្រាសាទខ្នាក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាវេលាម៉ោង 2:15 នាទីរសៀលកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2025យោធាថៃបានបន្តផ្ដើមធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់ដោយនៅវេលាម៉ោង 4:00 នាទីរថយន្តធំចំនួន2គ្រឿងរបស់យោធាថៃដឹកកងកម្លាំងរបស់ខ្លួនពីភ្នំរឿងចូលមកខាងមុខតំបន់អានសេះ 2:04 នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាដោយបាញ់កាំភ្លើងដៃចំនួន25គ្រាប់ 3:5:19 នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាដោយបាញ់កាំភ្លើងដៃចំនួន38គ្រាប់ 4:05:25 នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាដោយបាញ់កាំភ្លើងដៃនិងកាំភ្លើងយន្តចំនួន120គ្រាប់ 5:05:40 នាទីយោធាថៃបានផ្អាកការបាញ់ប្រហារប៉ុន្តែកងកម្លាំងកម្ពុជាបាននឹងកំពុងតាមដានស្ថានភាពវិវត្តនៃស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច 6:06:13 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារម្ដងទៀតដោយប្រើប្រាស់កាំភ្លើង MT-60 ចំនួន3គ្រាប់ 7:06:22 នាទីយោធាថៃបានបន្តបាញ់កាំភ្លើងត្បាល់ចំនួន4គ្រាប់និងកាំភ្លើងយន្តថ្មើរជើងចូលខ្សែត្រៀមរបស់កងកម្លាំងកម្ពុជានៅតំបន់អានសេះ 8:06:51 នាទីយោធាថៃចាប់ផ្ដើមវាយប្រហារចូលតំបន់ប្រាសាទតាមាន់ដោយប្រើប្រាស់រថក្រោះ 9:07:40 នាទីយោធាថៃបន្តបាញ់ប្រហារគ្រប់គោលដៅមុំ3អានសេះនំខ្មោចគោ8ប្រាសាទព្រះវិហារប្រាសាទតាមាន់ប្រាសាទតាក្របីប្រាសាទខ្នាដោយប្រើប្រាស់កាំភ្លើងធំ 155mm រថក្រោះកាំភ្លើងត្បាល់គ្រប់ប្រភេទនៅតំបន់អានសេះ 10:08:10 នាទីយោធាថៃបានបាញ់ផ្សែងពុលចូលទីតាំងនៅតំបន់ភ្នំខ្មោចយ៉ាងច្រើន 11:08:14 នាទីយោធាថៃបានបាញ់ផ្សែងពុលបន្ថែមនៅតំបន់ប្រាសាទព្រះវិហារ 12:08:41 នាទីយោធាថៃនៅបន្តបាញ់និងបន្តផ្លោងបាញ់បុកយ៉ាងខ្លាំងនៅទីតាំងដំណាក់ស្ដេចបន្លោះថ្មដូននិងប្រាសាទតាមាន់បច្ចុប្បន្នមានយន្តហោះយោធាថៃបានហោះតាមបណ្ដោយព្រំដែន 13:09:05 នាទីយោធាថៃបានបើកវាយប្រហារមកលើកងកម្លាំងកម្ពុជាដោយប្រើយន្តហោះចម្បាំងប្រភេទ S16 នៅឃុំស្រអែមស្រុកចំខ្សានខេត្តព្រះវិហារ 14:09:30 នាទីយោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាបន្តទៀតនៅប្រាសាទខ្នាអូស្មាច់ដោយយោធាថៃបានប្រើកាំភ្លើង 12.7 រួមទាំងរថក្រោះបាញ់បុកបន្ថែម 15:10:00 នាទីយោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាយ៉ាងខ្លាំងដោយប្រើកាំភ្លើងត្បាល់កាំភ្លើងធំរថក្រោះបាញ់បុកជាពិសេសខ្លាំងនៅតំបន់អានសេះនិងទិសប្រាសាទព្រះវិហារគិតមកត្រឹមម៉ោង 1 នាទីនេះយោធាថៃនៅតែបន្តបាញ់ផ្លោងមកលើកម្ពុជានិងលើទីតាំងជនស៊ីវិលកម្ពុជានៅឡើយកងកម្លាំងកម្ពុជានឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចលើសពីនេះទៅទៀតការបាញ់ប្រហាររបស់យោធាថៃបានឈានចូលដល់ក្នុងភូមិរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារបណ្ដាលឲ្យរបួសប្រជាជនស៊ីវិលមួយចំនួននិងឆេះផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់ត្រូវអស់ជាច្រើនខ្នងដែលធ្វើឲ្យប្រជាជនក្មេងចាស់ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសរកទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នភ្លាមៗក្នុងនោះអាជ្ញាធរខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យបានជួយសម្របសម្រួលជួយប្រជាពលរដ្ឋភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពផងដែរនៅក្នុងហេតុការណ៍ខាងលើនេះកងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេដោយប្រកាន់ភ្ជាប់បំផុតនៅការគោរពនិងការអនុវ
វត្តបត់ឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃរួមទាំងគោលការណ៍ដែលបានឯកភាពគ្នារវាងភាគីកម្ពុជាថៃដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីត្រឹមត្រូវនិងស្របតាមច្បាប់អន្តរជាតិក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ទន្ទឹមនឹងនេះកម្ពុជាអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដ